បត់នឹងមិត្តភ័ក្តិតោងអ្នកមានបុណ្យស័ក្តិចិត្តប្រែប្រួលមិនទៀងទាត់មិនចេះគ្រប់ពាក្យសន្យាដូចឯងនេះស៊ូស៊ីយើងគ្រាន់តែជាងឯងរាប់រយដងផ្លូវឡើងលើភ្នំស្រួលឡើងឬមួយផ្លូវចុះលើភ្នំស្រួលដើរឡើងលើភ្នំពិបាកចុះពីលើភ្នំស្រួលនេះគឺជាការយល់ឃើញរបស់ចាស់ចាស់ប៉ុន្តែខ្ញុំយល់ថាឡើងភ្នំប្រឹងកម្លាំងចុះពីលើភ្នំប្រឹងស្មារតីឲ្យតែអាចឡើងបានចុះបានមិនមែនជារឿងពិបាកទេរឿងដែលពិបាកគឺឡើងមិនបានចុះមិនបានហើយអាគេក៏និយាយដែរថាពេលដែលចាស់ទៅដើរទៅដាក់ក៏លុបបាក់មនុស្សយើងកើតមកជួបនៅបញ្ហាធំមួយនោះគឺរៀមដើរនៅពេលដែលចាស់ដើរមិនរួចក៏ជួបបញ្ហាធំមួយដែរឆាកជីវិតរបស់ចាស់យើងខុសហើយអ្នកដើររសារប្រាក់យល់សពថាមានគេតាមសម្លាប់អ្នករៀនសូត្រយល់សពថាខ្លួនឯងប្រញាប់ទៅប្រឡងអ្នកចូលចិត្តសប្បាយគិតតែពីរឿងស្រីស្រាវអ្នកស្រែចម្ការយល់សពថាខ្លួននៅក្នុងស្រែបើឈ្មោះយល់សពថាខ្លួនឯងមានប្រាក់ចិញ្ចោលមិនបានជាលោកម្ចាស់ថាគ្មានផ្លូវដើរទៅវិញតែអ្នកដែលមិនយល់សពអត់ឃើញអីទេអ្នកដែលមិនយល់សពហៅថាដេកលងលក់ហើយក៏ហៅថាស្លាប់អ្នកដែលដេកស្លាប់មានរឿងអីត្រូវយល់សពកណាសូមអរគុណលោកម្ចាស់ស៊ូបាយ4និងបាយមន្ត្រីមានអីខុសគ្នាថាដូចក៏បានមិនដូចក៏បានសូមលោកបញ្ជាក់ទៅមើលដូចគ្នាគឺមិនថាជាបាយបួសឬក៏ជាបាយមន្ត្រីគឺថ្វាយបង្គំព្រះតែមួយចោះខុសគ្នានោះរឿងខុសគ្នាគឺបាយបួសហូបឆ្អែតបាយមន្ត្រីធ្វើឲ្យមនុស្សឃ្លានសូមគិតទៅមើលបាយបួសកាន់តែហូបកាន់តែស្រួលខ្លួនអារម្មណ៍មនុស្សកាន់តែពេញលេញប្រកាសជាឆ្អែតតែបាយមន្ត្រីវិញមានខ្លះកាន់តែហូបកាន់តែបាត់បង់សម្បញ្ញៈបើគ្មានសម្បញ្ញៈចិត្តលោភលន់គឺគ្មានព្រំដែនមនុស្សដែលមានចិត្តលោភលន់ហើយកាន់តែហូបកាន់តែឃ្លានឲ្យតែយើងតស៊ូគង់តែរស់ទេរស់ដែលពឹងលើកម្លាំងខ្លួនឯងរឿងអីត្រូវខ្លាចគេមើលងាយមានរឿងអីដែលគួរឲ្យពិបាកចិត្តទៀតហើយកំពូលអ្នកប្រាជ្ញទី1មហាសង្ឃពេលនេះបានចូលក្នុងទីចាត់ការរបស់រាជការជាផ្លូវការស៊ឺហេតុអីក៏លោកម្ចាស់បានកែប្រែចិត្តបន្តិចទៅធ្វើជាមនុស្សតែមានគោលចំហធ្វើជាមន្ត្រីត្រូវប្រកាសសច្ចធម៌សារជាតិរបស់ខ្ញុំចង់សួរអស់លោកគឺមិនងាយកែទេអ្វីទៅហៅថាប្រែប្រួលចិត្តហើយអ្វីទៅហៅថារំលងគុណអស់លោកដីដែលពួកយើងឈរនេះគឺទីចាត់ការរាជការមហាសង្ឃមិនមែនជាហាងបាយហាងតែនៅតាមផ្លូវទេពួកលោកសតតែជាមន្ត្រីសំខាន់នៅក្នុងរាជការមិនមែនជាបងប្អូនធម៌ស្គាល់គ្នារាប់អាននៅតាមផ្លូវទេអ្វីទៅហៅថាគោលចំហជាការសម្ដែងទឹកចិត្តរបស់ខ្លួនដោយគ្មានការប្រែប្រួលអ្វីដែលជាចម្បងប្រជារាស្ត្រជាចម្បងជាតិជាមូលដ្ឋានព្រះរាជាជាអ្នកគ្រប់គ្រងបង្កើតច្បាប់ដើម្បីមនុស្សបញ្ចេញទ្រឹស្ដីដើម្បីអនុវត្តលុបច្បាប់ខ្លះដើម្បីមនុស្សលុបសម្ដីខ្លះក៏ដើម្បីមនុស្សបើសិនជាមនុស្សល្ងងបំផុតដែលមិនយល់ពីអត្ថន័យនេះតើទៅបំរើរាជការអញ្ចឹងតើលោកបានដឹងថាមេឃកម្ពស់ណាស់ដីកម្រាស់ណាទេព្រះអាទិត្យព្រះច័ន្ទនិងតារាជាកម្ពស់នៃផែនដីដូច្នេះពាក់កណ្ដាលយប់ពាក់កណ្ដាលថ្ងៃគឺជាកម្រាស់ខ្ញុំសួរលោកទៀតសូមទោសលោកស៊ូសូមអភ័យទោសអ្នកនាំសាររបស់ខ្ញុំបើសូមមានប្រជារាស្ត្ររាប់ពាន់ម៉ឺនលានមានមនុស្សដែលមានទេពកោសល្យដូចជាលោកចិត្តស៊ូតុងប៉ក៏គ្មានអីគួរឲ្យឆ្កល់ដែរលោកម្ចាស់យាលីយល់ខុសហើយប្រជារាស្ត្រមហាសង្ឃដូចជាស៊ូតុងប៉ខ្ញុំនេះមានរាប់ម៉ឺនរាប់សែននាក់ពិតជាចឹងមែនប្រជារាស្ត្រមហាសង្ឃមិនចេះនិយាយកុហកបើលោកមិនជឿទេលោកធ្វើការសាកសួរទៅគេថាបើសុំមិនថាប្រុសស្រីក្មេងចាស់ពូកែឆ្លងឆ្លើយកំដៅតើមែនទេគឺពិតជាចឹងមែនប្រសើរណាស់ឥឡូវនេះខ្ញុំចេញមកឃ្លាហើយអ្នកណាម្នាក់ជាអ្នកឆ្លើយឃ្លាទី2តែខ្លីនោះគឺ1 2 3 4 5 1 2 3 4 5ក្រាបទូល1គឺត្រង់2គឺជឿ3សំស្រប4ដឹង5គឺចម្លើយទី1គឺបើយើងត្រង់គឺយើងជាអ្នកឈ្នះបើគេមិនត្រង់គេជាអ្នកបរាជ័យហើយចុះទី2គឺជឿជាក់លើប្រជារាស្ត្រជឿជាក់លើមេតបនិងកងទ័ពតើសំខាន់ទេមិនជឿជាក់លើមេតបកងទ័ពនិងខ្សោយមិនជឿជាក់លើមេតបកងទ័ពនិងបាត់ទឹកចិត្តហើយចុះទី3នោះទី3គឺយោងទៅតាមសភាពការពេលវេលាភូមិសាស្ត្រហើយនិងមនុស្សត្រឹមត្រូវណាទី4គឺដឹងបានន័យថាដឹងមេឃដឹងដីដឹងគេដឹងខ្លួនឯងដឹងគេដឹងខ្លួនឯងយើងយល់ប៉ុន្តែដឹងមេឃដឹងដីនោះតើមានន័យថាម៉េចទៅដឹងមេឃបានន័យថាដឹងពីធាតុអាកាសនៃធម្មជាតិគឺយ៉ាងណាដឹងដីបានន័យថាយល់ពីភូមិសាស្ត្រដឹងពីរបៀបរបបនៅក្នុងតំបន់ហើយចុះទី5ប្រើកងទ័ពចម្លែកវិធីចម្លែកមនុស្សចម្លែកក្បួនចម្លែកសភាពការចម្លែកតើចម្លែកយ៉ាងណាខ្លះទៅបានន័យថាធ្វើសឹកគឺប្រើល្បិចអានន្ទតាំងចិត្តឲ្យមានសេចក្តីក្លាហានសម្រេចកិច្ចការតាមស្ថានភាពនិងតាមលទ្ធភាព
រស់នៅមិនទាមទារជីវិតអមតៈស្លាប់ទៅមិនទាមទារចងចាំនៅលើមេឃពោពេញដោយដួងតារាលើមហាសាគរដ៏ធំធេងពេលរស់សូមឲ្យជាមនុស្សយល់ដឹងពេលស្លាប់សូមឲ្យស្លាប់ដោយមានន័យ